បើថាបងណាចង់ហូបអាចហូបទាំងខ្ញុំបានបុកល្ហុងក្តាមស្រែគឺជាមុខម្ហូបដែលក្រុមគ្រួសាររបស់ខ្ញុំចូលចិត្តហូបជាងគេជាពិសេសខ្ញុំនឹងតែម្ដងចូលចិត្តហូបណាអ្នកទាំងអស់គ្នានិយាយពីថាក្តាមស្រែយើងខែនេះសុទ្ធតែខ្លាញ់តែម្ដងនិយាយពីក្តាមស្រែខែនេះអត់ចាំបាច់ទិញគេទេដើរជីកនៅតាមភ្លឺស្រែជីកនៅតាមរន្ធហ្នឹងអ្នកទាំងអស់គ្នាស្នាដៃរបស់ម៉ែកូនបឺតខ្ញុំមកកំភៃអីក៏ម៉ែកូនបឺតខ្ញុំអាចធ្វើបានដែរដើររកក្តាមមិញពេញភូមិតែម្ដងជីវិតអ្នកស្រុកស្រែតែប៉ុណ្្នឹងឯងសាមញ្ញតែមានក្តីសុខអាសប្បាយអ្នកទាំងអស់គ្នាថ្ងៃនេះដើររកក្តាមស្រែមកពូជហ្មង3អ្នកម៉ែអូកូនចេញទៅរកក្តាមទាំងថ្ងៃត្រង់ហើយរកបានតែ5 កុដអ្នកទាំងអស់គ្នាដើរជីកមួយថ្ងៃបានក្តាម5 កុដហ្មងឥឡូវមកបុកល្ហុងក្តាមស្រែជាមួយម៉ែកូនបឺតទាំងអស់គ្នាដំបូងដាក់ម្ទេសខ្ទឹមចូលមកដាក់ជាមួយនឹងប៊ីចេងអត់មិនបានគឺស្ករក្រហមបុកល្ហុងគឺត្រូវតែមានស្ករក្រហមដាក់ឲ្យរាងផ្អែមបន្តិចមកឆ្ងាញ់រួចហើយយើងដាក់ជាមួយនឹងសណ្តែកដីបុកសណ្តែកដីឲ្យម៉ត់ហើយយើងដាក់បន្លែចូលតាមក្រោយទៀតហើយបន្លែរបស់យើងនេះគឺអត់មានអីទេមានជាមួយនឹងសណ្តែកគោរួមជាមួយនឹងពេញប៉ោះហើយពេញប៉ោះយកពេញប៉ោះខ្ចីអញ្ចឹងបានបុកល្ហុងទៅវាមានរសជាតិឆ្ងាញ់រួចហើយយើងដាក់ជាមួយនឹងទឹកអំពិលទុំនេះគឺទឹកអំពិលទុំកុំច្រឡំនឹងទឹកប្រហុកយើងច្បល់វាឲ្យចូលគ្រឿងគ្នាបន្តិចមកយើងដាក់ជាមួយនឹងទឹកប្រហុករបស់ម៉ែកូនបឺតចូលទឹកប្រហុករបស់ម៉ែកូនបឺតបុកល្ហុងនេះនិយាយពីថាមានរសជាតិឆ្ងាញ់មែនទែនសម្រាប់បងប្អូនដែលចង់បានទឹកប្រហុករបស់ម៉ែកូនបឺតអាចឆានមកកំងបានមានទឹកប្រហុករបស់ម៉ែកូនបឺតនៅផ្ទះម្ដងចង់បុកល្ហុងហូបពេលណាគឺយើងបុកហូបខ្លួនឯងតែម្ដងក្រោយពីយើងដាក់ទឹកប្រហុករបស់ម៉ែកូនបឺតចូលហើយយើងចាប់ផ្ដើមច្របាច់ក្រូចឆ្មា2 3ចំណិតមកចូលចិត្តជូរដាក់ជូរចូលចិត្តហឹរដាក់ហឹរឲ្យរាងខ្លាំងបន្តិចមកជូរប្រៃផ្អែមហឹរឆ្ងាញ់ហ្មងសម្រាប់បុកល្ហុងរួចហើយយើងដាក់ចូលជាមួយនឹងក្តាមស្រែរបស់យើងក្តាមស្រែស្នាដៃរបស់ម៉ែកូនបឺតរកផ្ទាល់ខ្លួនឯងតែម្ដងអ្នកនរគ្នារកមួយថ្ងៃសៀលបានតែ5នឹងឲ្យគត់តែម្ដងបើមានប៉ាតេយើងដាក់ជាមួយនឹងប៉ាតេចូលបើមានជើងមាន់យើងដាក់ជាមួយនឹងជើងមាន់ហើយយើងគ្រាន់តែច្បល់វាចូលគ្នាបន្តិចមកឃើញអត់បងអ្នកគ្នាចាប់ដើមតំណងណាជាតិត្មងបងអើយចុងក្រោយយើងដាក់ជាមួយនឹងសរសៃល្ហុងរបស់យើងចូលនាងតែប៉ុណ្្នឹងឯងបុកល្ហុងអត់មានអីពិបាកទេសម្រាប់បងអ្នកទិញទឹកប្រហុករបស់ម៉ែកូនបឺតទៅហើយមានបង្រៀនបុកល្ហុងទៀតសម្រាប់បងអ្នកមិនចេះបុកល្ហុងហើយចុងក្រោយយើងដាក់ជាមួយនឹងស្លឹកជីរបស់យើងចូលពេលយើងដាក់ស្លឹកជីចូលហើយយើងមិនបាច់បុកទេណាកុំបុកឲ្យសោះយើងគ្រាន់តែច្បល់វាតែប៉ុណ្្នឹងមកគឺរួចរាល់បើសិនជាយើងដាក់ស្លឹកជីចូលហើយយើងបុកគ្រឿងពីលើទៀតធ្វើឲ្យបាយស្លឹកជីម៉ត់ស្លឹកជីអស់ហូបមិនសូវជាឆ្ងាញ់ទេឥឡូវនេះរួចរាល់ហើយបុកល្ហុងក្តាមស្រែជាមួយនឹងទឹកប្រហុករបស់ម៉ែកូនបឺតអ្នកទាំងអស់គ្នានិយាយពីថាតំណងដល់កយមកហូបជុំគ្នាទាំងអស់គ្នាមិនវិញរសជាតិឆ្ងាញ់ចាក្តាមហ៎ញ៉ាំរឿងក្តាមវិញក្តាមជីស្នែងអត់ទិញណាញ៉ាំលេបទឹកមាត់អានេះបានបាយកករឹងបានកោថ្មីយើងឆ្ងាញ់ហ្មងជឿនហើយចូលពីប៉ះក្រៅបើថាបងណាចង់ហូបអាចហូបទាំងខ្ញុំបានតាមសម្រាប់បងចង់បានទឹកប្រហុកយកទៅបុកល្ហុងណាបងឲ្យឆានមកកំងបានទឹកប្រហុកគឺមានលក់រាល់ថ្ងៃមកដល់តម្លៃតែ8000រៀលទេធានាតែបុកល្ហុងមានរសជាតិឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាបាច់ដាក់គ្រឿងគ្រូច្រើនណាបងដាក់តែស្ករសម្រាប់បងណាមិនចេះបុកទេមើលតាមវីដេអូរបស់ម៉ែកូនបឺតហ្នឹងក៏អាចបុកល្ហុងបានដែរបុកល្ហុងលក់ក៏បានបុកល្ហុងហូបតាមផ្ទះក៏បាននេះបុកជាមួយនឹងក្តាមស្រែយើងខែហ្នឹងនិយាយពីថាសិតតែខ្លាញ់ជាតិតែម្ដងដាក់ទឹកប្រហុកទៀតហ្នឹងឲ្យបងអ្នកគ្នាមើល